ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ខាងការចាំសัตว์បងប្អូនណាហ្នឹងហើយថ្ងៃនេះខ្ញុំចាប់ចង្រិតមកកូនអាងហើយបងប្អូនណាគឺអាងដាក់កាដូបទេកែដាក់កាដូបបងប្អូននេះមើលជើងកែនេះ1ម៉ែត្រកន្លះទៅតឹងបដោយ2ម៉ែត្រកន្លះបងប្អូនណាហើយថ្ងៃហ្នឹងគឺចាប់ផ្ដើមប្រមូលផលហើយបងប្អូនដោយសារតែក្រែដាក់នឹងគឺដាក់មុងកដោបបងប្អូនណាដាក់មុងកដោបកែពីមុងកដោបមកដាក់ចង្រិតអញ្ចឹងគឺមើលឃើញជាក់ស្ដែងហើយគឺចងកស៊ូផ្លាស្ទិកទេបងប្អូនណាគឺចងបកបាយហ្នឹងហើយថ្ងៃនេះគឺចាប់ប្រមូលផលហើយបងប្អូនចាប់ប្រមូលផលហើយអញ្ចឹងគឺនៅអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ការចំសัตว์ហើយដែលមានមុងកដោបតនេអីចង់ដាក់ចង្រិតចំលេងអីបានបងប្អូនណាដាក់ដូចខ្ញុំចង់ដូចខ្ញុំអញ្ចឹងបងប្អូនគ្នាគឺខ្ញុំយកជើងក្រែមួយគឺចាប់ចែងកស៊ូចងមួយអញ្ចឹងចង4មុំកើតជារាងអាងហើយយើងអាចដាក់ផ្លាបងមាន់ធ្វើសបកឲ្យចរិតរស់នៅបានចាំចរិតបានហើយថ្ងៃនេះគឺនាំអារម្មណ៍បងមើលចរិតនេះបងប្អូនណាកំពុងតែគោះបដាក៏ឃើញថតជូនបងមើលបន្តិចអាការពីតែចិញ្ចឹមនោះគឺថតពីតូចឲ្យមើលភាសាឲ្យបងប្អូនណាឲ្យមើលភាសាហើយឥឡូវដល់ពេលវគ្គប្រមូលផលឲ្យមើលភាសាទៀតបងប្អូនណាហើយក៏ចង់ឲ្យពុកម៉ែបងប្អូនដែលមានអាងឬក៏មុងកដោបតនេហ្នឹងចងចេញជាអាងដូចខ្ញុំអញ្ចឹងមកហើយអាចដាក់ចិញ្ចឹមចរិតបានចន្លោះពី8ទៅ10គីឡូជាងដែរតាមការមើលថែបងប្អូនណាតាមការមើលថែជួនកាលវាអាចដល់ពី10ទៅ5 10ដែរបងប្អូនណាយើងមើលថែដល់ហើយអានេះអត់ទាន់ដឹងថាបានប្រហែលទេបងចាំមើលអ៊ុតមើលលទ្ធផលទាំងអស់គ្នាតិចទៀតនៅtrongវីដេអូខ្ញុំនឹងបង្ហាញថាតើមកកូនអាងមុងកដោបហ្នឹងបានប្រហែលគីឡូបងប្អូនណាបានប្រហែលគីឡូថ្ងៃហ្នឹងចាប់មួយហើយក៏ញាស់មួយបងប្អូនណាចាប់មកត្រង់ហ្នឹងហើយក៏មកត្រង់ទៀតក៏ញាស់នេះបងប្អូនណាមកកូនត្រង់ដែរអានេះគឺត្រង់កដោបដែរបងប្អូនណាត្រង់កដោបដែរកំពុងញាស់នេះចាប់មួយញាស់មួយបងប្អូនណាចាប់មួយញាស់មួយបងចាំតាមដានមើលអ៊ុតមើលទាំងអស់គ្នាតើការដែលយើងដាក់ដាក់ពូជដូចគ្នាដាក់ទំហំខុសគ្នាប៉ុន្តែកស៊ូផ្លាស្ទិកនេះគឺថ្មីសបកពណ៌មាន់នេះគឺថ្មីខ្ញុំគិតថាអាថ្មីនេះអាចបានច្រើនជាងអាចាស់ដោយសារតែវាមានត្រង់ឬមានអាងទូចមែនប៉ុន្តែវានៅផ្លាពណ៌មាន់ថ្មីអញ្ចឹងកស៊ូក៏ថ្មីផ្លាពណ៌មាន់ក៏ថ្មីដោយការរស់នៅរបស់ចរិតយើងវាមានទិន្នផលវាអត់ទៅស្អុះស្អាប់អត់ទៅមានសវោមេហុកអត់ទៅធំក្លិនអត់ទៅសវោចាយអត់ទៅសវោស្មើធ្វើឲ្យចរិតរបស់យើងវាមានសុខភាពល្អវាអត់ទៅមានការបាត់បង់ងាប់ខ្សោយងាប់ចឹងចាំមើលនៅtrongវីដេអូរបស់គ្នាបងប្អូនតើមកកូនអាងទូចហ្នឹងវាអាចបានកើនផលជាងអាកូនអាងធំនោះអត់បងប្អូនណាឥឡូវយើងទៅមើលការប្រមូលផលកដោបទាំងអស់គ្នាហើយចាំអ៊ុតនៅផ្នែកគីឡូទាំងអស់គ្នាបងប្អូនណាចាំអ៊ុតនៅផ្នែកគីឡូទាំងអស់គ្នានេះចាប់ដាក់គួរហើយហ្មងណាចាប់ដាក់គួរហើយនៅបងនេះដោខ្សែចិត្តច្រឡោគឺដោបងណែនពូល្អបងប្អូនចាំមើលបានប្រហែលគីឡូបងប្អូនតាមដានទាំងអស់គ្នានៅtrongវីដេអូហ្នឹងហើយឥឡូវខ្ញុំកំពុងគោះជាមួយខ្ញុំគោះប្រហើយខ្ញុំនឹងថតផ្នែកគីឡូជូនបងនឹងថតផ្នែកគីឡូជូនបងហើយតើត្រង់ថ្មីនិងត្រង់ចាស់ហ្នឹងវាបានទៅផលខុសគ្នាខុសយ៉ាងម៉េចហើយទំហំខុសគ្នាយ៉ាងម៉េចតូចធំយ៉ាងម៉េចមួយណាបានតិចមួយណាបានច្រើនចាំអ៊ុតមើលនៅtrongវីដេអូរបស់គ្នាបងប្អូនណាឥឡូវយើងអ៊ុតមើលទាំងអស់គ្នាបងប្អូនណាអាមុនបាន6គីឡូត្រង់1ម៉ែត្រកន្លះគុណ3ម៉ែត្រហើយអាក្រោយនេះគឺត្រង់1ម៉ែត្រកន្លះគុណនឹង2ម៉ែត្រកន្លះបងប្អូនណាតូចជាងអាមុនហើយនិយាយពីការរៀបចំសបុកគឺអាក្រោយនេះគឺសបុកថ្មីហើយថង់កស៊ូផ្លាស្ទិកថ្មីតែត្រង់តូចជាងអាមុនត្រង់ធំជាងសបុកចាស់
ថង់កស៊ូផ្លាស្ទិកចាស់ហើយបាន6គីឡូអានេះបាន8គីឡូជាងបងប្អូនណានេះអញ្ចឹងឃើញហើយលទ្ធផលបងប្អូនណាហ្នឹងហើយការដែលយើងដាក់សម្បុកពងមាន់ថ្មីកស៊ូផ្លាស្ទិកថ្មីដាក់ពូជប្រហែលគ្នាហើយបរិមាណតូចជាងតែបានច្រើនជាងបរិមាណធំជាងទៀតដោយសារតែបរិស្ថានការនៅរបស់វាមានក្លិនល្អជាងវាអត់ទៅមានសម្មើលអត់ទៅមានសត្វល្អិតអត់សូវមានក្លិនអញ្ចឹងធ្វើឲ្យកន្ទប់សុខភាពល្អអត់សូវងាប់ចង្រិតសុខភាពល្អអត់សូវងាប់ទៅឲ្យចង្រិតបានផលជាងអាតូចបានផលច្រើនជាងអាធំហ្មងណា